6ចំណុចខ្លីៗពី Yamaha X-Max 250cc ស្រីឆ្នាំ2025តើគួរចេះលុយជាងកន្លះម៉ឺនដុល្លារទិញម៉ូលេងគ្រឿងតាមដែរឬទេតោះតាមដានទាំងអស់គ្នាចំណុចទី1គឺការ design ដោយ Yamaha X-Max 250cc នេះត្រូវបាន design ឡើងនៅក្នុងគោលគំនិតជា modern scooter របស់ក្រុមហ៊ុន Yamaha ដែលផ្នែកខាងមុខបំពាក់ភ្លើងចង្កៀងជាប្រភេទ X Style LED ដែលជាអត្តសញ្ញាណនៃ X Series របស់ Yamaha ចំណុចទី2គឺម៉ាស៊ីន Yamaha X-Max 250cc នេះត្រូវបានបំពាក់ម៉ាស៊ីនជាប្រភេទ SOAC មានពីស្តង់ចំនួន1ដំណើរការចំហេះ4វគ្គមានស្ប៉ាប់ចំនួន4បញ្ចុះកម្ដៅដោយទឹកស្អំរំអិលបន្ថយសំណឹកដោយប្រេងម៉ាស៊ីនកំហាំ 10W ចំណុះ 1.7 លីត្រមានប្រព័ន្ធបាញ់សាំងចូលទៅក្នុងបន្ទប់ចំហេះជាប្រភេទ EFI ផ្គត់ផ្គង់សាំងដោយធុងសាំងចំណុះ 13 លីត្រចំណែកកម្រិតស៊ីសាំងត្រឹមតែ 41.7 គីឡូម៉ែត្រប៉ុណ្ណោះក្នុង1លីត្រម៉ាស៊ីននេះផងដែរផលិតកម្លាំងបាន23 PS ក្នុងកម្រិតជើងម៉ាស៊ីន 7000 RPM និងកម្រិតរំបួល24 Newton m ក្នុងកម្រិតជើងម៉ាស៊ីន 5500 RPM មើលទៅរាងខ្សោយជាង Honda ADV 350បន្តិចចំណុចទី3គឺប្រព័ន្ធបូមនិងកង់ដោយ Yamaha X-Max ត្រូវបានបំពាក់បូមមុខក្រោយរបស់ក្រុមហ៊ុន KBB ខាងមុខជាប្រភេទ Telescopic Fork និងបូមក្រោយជាប្រភេទ Twin Shock បើនិយាយពីបូមយើងមិនពេចទេប្រព័ន្ធកង់ដោយ Yamaha X-Max 250cc បំពាក់កង់មុខមានទំហំសម្បក 120/70/15 MC និងកង់ក្រោយមានសម្បកទំហំ 140/70/14 MC កង់ទាំងពីរនេះជាប្រភេទគ្មានពោះវៀនចំណុចទី4គឺប្រព័ន្ធហ្វ្រាំង Yamaha X-Max ត្រូវបានបំពាក់ហ្វ្រាំងឌីសមុខក្រោយរួមជាមួយនឹងមុខងារ Anti-lock braking system នៅកង់ទាំងពីរតែម្ដងចំណុចទី5បច្ចេកវិទ្យាកូនកាត់ជប៉ុនឥណ្ឌូនេស៊ីនេះត្រូវបានបំពាក់បច្ចេកវិទ្យាទំនើបៗដើម្បីជំនួយក្នុងការបើកបរដែលក្នុងនោះរួមមាន traction control counter ជាប្រភេទ TFT display ដែលអាចភ្ជាប់ជាមួយនឹងមុខងារ Y connected រួមជាមួយនឹងមុខងារសាកថ្មទូរស័ព្ទផងដែរចំណែកចំណុចចុងក្រោយគឺតម្លៃអាចប្រែប្រួលទៅតាមហាងនីមួយៗខ្ទង់6ទៅ$7000តើបងប្អូនទាំងគ្នាយល់យ៉ាងណាដែរចំពោះ Yamaha X-Max 250cc នេះខ្ញុំបាទ Mr. Moto សូមអរគុណនិងសូមជម្រាបលាបាយបាយ